បាទសួស្តីពុកម៉ែបងប្អូនទាំងអស់ដែលចូលចិត្តในការធ្វើធុងបាសរបស់ជាងឡុងសមៀននៅស្រុកក្រកោខេត្តពោធិ៍សាត់យើងនឹងបាទឥឡូវមានអីមករៀបរាប់ប្រាប់បងប្អូនទេគឺនេះនិយាយពីធុងបាសបន្តិចបងប្អូនដែលចាប់អារម្មណ៍កំងធុងបាសបាទគឺខ្ញុំបាទមានធុងបាសបាទដំឡើងជូនមិនថាធុង5ទឹក3ទឹក4ទឹក6ទឹក2ទឹកកន្លះហ្នឹងគឺខ្ញុំបាទទទួលធ្វើទាំងអស់បងប្អូនបាទអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ជាមួយនឹងធុងបាសរបស់យើងខ្ញុំបាទឡុងសមៀននេះបាទគឺមានអាសយដ្ឋានបាទទីតាំងនេះគឺនៅក្នុងភូមិខ្លាំងមឿងបាទស្រុកក្រកោខេត្តពោធិ៍សាត់បាទហើយបងប្អូន24ខេត្តក្រុងបាទអាចតំណាក់តំណងបាទកំងធ្វើបានបងប្អូនបាទមិនថាធុងបាសប្រភេទអ្វីក៏ខ្ញុំធ្វើដែរបាទប្រភេទយើងយកទៅដាក់តាមរោងបនរោងការអកកដងឬក៏អកកេះអីក៏ខ្ញុំទទួលធ្វើដែរបងប្អូនបាទហើយក្នុងនេះដែរនេះគឺជាសកម្មភាពនៃការរៀបដំឡើងធ្វើធុងបងប្អូនបាទអញ្ចឹងជាងខ្ញុំបាទហ្នឹងគឺគាត់កំពុងតែបាទចាប់ដើមយើងធ្វើផ្គុំបាទរៀបចំបាទឬដូចបងប្អូនឃើញស្រាប់នៅក្នុងវីដេអូនេះឯងអញ្ចឹងគឺអត់មានអីនិយាយច្រើនទេគ្រាន់តែបង្ហាញប្រាប់បងប្អូនថាសកម្មភាពនៃការធ្វើធុងគឺយើងត្រូវការបាទយើងមានឧបករណ៍ជាច្រើនផងដែរដូចជាម៉ូទ័រស្វានបាទម៉ាស៊ីនខ្យល់បាទម៉ូទ័របាញ់លេខគោលកឹបហើយក៏មានម៉ូទ័រកាត់មានតាបសម្រាប់កាត់ក្តារហើយនឹងក៏យើងដល់ពេលតម្លើងយើងត្រូវមានសម្ភារៈមកបង្គុំនោះមានក្តារហើយយើងមានកៅវិទ្យាសាស្ត្រយើងមានកៅឈើកៅញីឈ្មោលបាទនៅក្នុងនោះដែរក៏យើងមានវិសនឹងបាញ់ភ្ជាប់ព្រោះធុងទាំងអស់នេះបើយើងអត់ធ្វើមានការបាញ់វិសរឹតបន្តឹងទេគឺអត់មមទេបងប្អូនអញ្ចឹងយើងធ្វើឲ្យយើងត្រូវបាញ់វិសបាញ់អីតាមគ្រប់ជ្រុងជ្រោយទៅលើជ្រុងទាំងអស់ហើយក៏យើងមានម៉ូទ័រខាត់បាទយើងយកមកខាត់ឲ្យសម្អាតវាឲ្យស្អាតហើយបានយើងចាប់ដើមបៀកទៅលើម្សៅបៀករបស់យើងនឹងតាមកលក់កលៀននឹងកុំឲ្យវាចេញខ្យល់តាមរយៈណាមួយយើងធ្វើឲ្យសោភ័ណភាពនៃធុងបាសរបស់យើងនឹងវាមានភាពស្រស់ស្អាតផងដែរបងប្អូនបាទហើយក្នុងនេះដែរគឺនេះកៅធុងនឹងណែនាំប្រាប់បងប្អូនបន្តិចចុះនឹងគឺហៅធុងអក្សរ H សម្រាប់របស់ជាងឡុងសមៀនស្រុកក្រកោខេត្តពោធិ៍សាត់ហ្នឹងគឺគេហៅធុងអក្សរ H បងប្អូនຂະຫນາດ6ទឹកបងប្អូនបាទខប់បើយើងយកទៅប្រើប្រាស់បាទជាមួយឧបករណ៍6ទឹកដឹងតែលឺដឹងតែអេមមកបងប្អូនអើយយកទៅនឹងហើយធ្វើយ៉ាងណាក៏ដោយគឺដឹងតែល្បីមកបងប្អូនបាទហើយធុងនេះគឺខ្ញុំធ្វើសម្រិតសម្រាំងជូនបងប្អូនបាទយ៉ាងពិសេសបាទហើយ4ថ្ងៃបងប្អូនបានត្រឹមតែ4ធុងនេះទេអញ្ចឹងហើយបាទមានតែប៉ុណ្្នឹងទេបងប្អូនបាទស្ដាប់បន្តជាមួយសំឡេងខ្ញុំបាទបងប្អូនអើយពេកយើងទៀបទោះបីធ្វើយ៉ាងណាក៏ដោយក៏គ្មានផ្ទុះដែលពេកម្ដងនេះប្រភេទពីមុនគាត់ធ្វើទៅមានអ្នកមើលច្រើនរហូតដល់10000ជាងវិញ្ញូហើយអ្នកអុយមានដែរក៏ច្រើនឥឡូវមានឯ2 3នាក់បងប្អូនអានឹងមើលពីការងារយើងវាអត់ខំប្រឹងធ្វើឬក៏យ៉ាងម៉េចបងប្អូនបាទហ្នឹងជួយអុយមានដៃមានជើងម្នាក់មួយផងជាពិសេសអ្នកដែលអាចជួយតាមដានចុចម្នាក់មួយផងថ្លៃមួយដៃមួយមកអរគុណច្រើនផុសបន្តទៀតហើយអធិស្ឋានទីវីដេអូច្រើនបន្តិច